របួសរាងកាយត្រូវបានគេយកចិត្តទុកដាក់តែរបួសផ្លូវចិត្តត្រូវបានគេមើលរំលងមិនបានខ្ញុំថាអញ្ចឹងរបួសរាងកាយបងប្អូនងាយមើលមែនទែនមើលនឹងភ្នែកទៅទេក៏ឃើញថារបួសដៃរបួសជើងរបួសត្រង់នេះរបួសត្រង់នោះបញ្ញាប់ទៅពេទ្យតែរបួសផ្លូវចិត្តវិញមិនត្រូវបាននរណាយកចិត្តទុកដាក់ទេមកដល់បច្ចុប្បន្ននេះកម្រណាស់ដែលអ្នកជំងឺចូលមកប្រាប់ពេទ្យថាលោកគ្រូខ្ញុំមានបញ្ហារបួសផ្លូវចិត្តខ្ញុំធ្លាប់ប៉ះទង្គិចផ្លូវចិត្តនឹងនេះនឹងនោះធ្វើឲ្យខ្ញុំទៅជាចេះទៅជាចុះថាកម្រមែនតើអ្នកជំងឺខ្លួនឯងក៏គិតថាវាមិនមែនជារបួសដែររបួសផ្លូវចិត្តដែលខ្ញុំកំពុងនិយាយគឺសំដៅទៅលើបទពិសោធន៍អវិជ្ជមានរបស់បងប្អូនដែលបងប្អូនបានឆ្លងកាត់អាចជាអំពើហិង្សារាងកាយអំពើហិង្សាផ្លូវភេទភាពមិនរវីរវល់របស់ក្រុមគ្រួសារឬក៏សមាជិកគ្រួសាររបស់បងប្អូននៅពេលដែលបងប្អូនត្រូវការភាពកក់ក្ដៅប៉ុន្តែមិនទទួលបានត្រូវបានគេ ignore បងប្អូនចោលតែម្ដងឬក៏បងប្អូនត្រូវបានគេក្បត់ត្រូវបានគេរំលោភបំពានសេចក្តីទុកចិត្តអីមួយអញ្ចឹងវាសិតតែជារបួសផ្លូវចិត្តដែលយើងនឹកឃើញពេលណាយើងពិបាកទទួលយកពេលហ្នឹងពេលខ្លះបងប្អូនចង់កប់អាការចងចាំនឹងចោលប៉ុន្តែកប់បានត្រឹមតែកប់ពេលណាមួយវានឹងចេញមកវិញរបួសនោះនៅតែជារបួសដែលលងបន្លាចបងប្អូនដល់សពថ្ងៃបងប្អូនមួយចំនួនក៏នៅតែដេកយល់សពឃើញព្រឹត្តិការណ៍អស់នោះទោះបីជាបងប្អូនមិនចង់នឹកមិនចង់ឃើញពីវាក៏ដោយបងប្អូនមួយចំនួននៅតែមិនអាចទទួលយករឿងនឹងបានដល់បច្ចុប្បន្នដែលជាមូលហេតុធ្វើឲ្យបងប្អូនសម្រេចចិត្តមិនចង់ជួបមិនចង់ឮមិនចង់ឃើញរឿងស្តៀងឬក៏ប្រហាក់ប្រហែលនឹងនេះជាបញ្ហាមួយដែលរបួសផ្លូវចិត្តបងប្អូនមិនទាន់ជាសះស្បើយអញ្ចឹងបើសិនជាបងប្អូនមានផលរំខានដូចអ្វីដែលខ្ញុំបាននិយាយសូមបងប្អូនអញ្ជើញទៅជួបអ្នកជំនាញឯកទេសជំងឺផ្លូវចិត្តដែលនៅជិតបងប្អូនអរគុណ